ព្រោះលើលោកនឹងនរណាដែលមិនមានសត្រូវនោះគឺមនុស្សដែលមិនត្រូវនឹងខ្លួនមិនយល់ស្របដោយកតេគំនិតគឺថាមានចិត្តផ្ទុយពីគ្នាហៅថាសត្រូវហើយសំបីតែគ្រួសារក៏ដោយបើចង់ឲ្យជាមិត្តតើតែចិត្តគំនិតគិតដូចគ្នាព្រមល្មមទៅសមនឹងគ្នាកាលណាគិតខ្វាយគំនិតគ្នាតោះតែងគ្នានោះហៅថាសត្រូវហើយវត្តអារាមក៏ដូចគ្នាដែរប្រសងអាចារ្យគណៈកម្មការនេះចាំបាច់ត្រូវមានចិត្តមួយថ្លើមមួយគឺថាមានចិត្តគំនិតព្រមល្មមសមទៅទំនងដូចគ្នាតែកាលណាមានចិត្តគំនិតមិនសមព្រមល្មមដូចគ្នាទេគឺថាជាសត្រូវនឹងគ្នាបើមិនជឿសាកមើលទៅម្នាក់ចង់សាងពហិម្នាក់ចង់សាងសាលាឆាន់លែងអីនឹងតោះគ្នាដែរនោះហើយជាសត្រូវកើតឡើងមកពីចិត្តគំនិតមិនដូចគ្នាអញ្ចឹងដើម្បីវាបង់ការទន្ទ្រានឆ្លៀនពីសត្រូវទៅបានតើតែយើងមានចិត្តគំនិតដូចគ្នាចិត្តគំនិតដូចគ្នាមកពីអីមកពីមានអធ្យាស្រ័យនឹងគ្នាកាលណាអត់មានអធ្យាស្រ័យនឹងគ្នាទេចិត្តគំនិតមិនអាចដូចគ្នាទៅបានទេចិត្តគំនិតវាខុសគ្នាស្រេចបាត់មនុស្សម្នាក់កើតមកធំដឹងខ្លីរៀងខ្លួនទទួលនៅការចិញ្ចឹមរៀនសូត្រមកផ្សេងតិចពីគ្នាប៉ុន្តែមិននៅចុះសម្រងគ្នាបានអាស្រ័យអធ្យាស្រ័យនឹងឯងកាលណាអត់មានអធ្យាស្រ័យទេវាបងអធ្យាស្រ័យចោលចិត្តគំនិតមិនស្របគ្នាការឆ្លោះតោះតែងមិនមែនកើតឡើងក្នុងគ្រានោះលំដាប់នោះអញ្ចឹងយើងក៏បីមានអធ្យាស្រ័យគឺការយោគយល់គ្នានៅខ្ពស់អធ្យាស្រ័យនេះការយោគយល់នេះតាំងនៅបានកើតនៅបានអាស្រ័យតែសក្តីអត់ធន់មួយទៀតអញ្ចឹងកិច្ចការងារដែលលំបាកមានតែមនុស្សអត់ធន់ទេទើបធ្វើទៅបានបើមនុស្សមិនមានភាពអត់ធន់ទេជោគជ័យគ្មានទេធ្វើស្រែ4ទៅ6ខែទើបទទួលផលបានផលនោះព្រោះតែអាស្រ័យអីអាស្រ័យការអត់ធន់បើគ្មានការអត់ធន់ទេស្រូវក្នុងស្រែនោះมันបានជាប្រយោជន៍ទេយ៉ាងណាក៏ការកសាងបុណ្យកុសលក្តីការរស់នៅក្តីការកសាងវត្តអារាមការកសាងសង្គមគ្រួសារសង្គមជាតិក្តីមូលដ្ឋានក្តីអាស្រ័យការអត់ធន់នឹងឯងអត់មានការអត់ធន់ទេស្ដីអធិស្ឋាននោះគ្មានទេយើងដែលឃើញពីណាទៅបាចស្រូវក្នុងស្រែភ្លៀងដុះចេញផ្លែចេញផ្ការហូតដល់ស្រូវទុំភ្លៀងនេះមិនមានទេអត់ធន់ណាស់ពិសាដើមឆ្នាំបន្តិចទៀតចាប់ដើមបើយើងពីឥឡូវវាចោះបើនិយាយពីដើមមកងើបជួលកាច់សាហើយខែក្រោយអ្នកខ្លះចាប់ធ្វើតាំងពីឥឡូវទៅហើយកាច់សាហើយកាច់សាទុកចោលតម្រាំតែភ្លៀងធ្លាក់ជោគជាំហ៊ានសាជួលត្រឡប់ដីល្អហើយបំបែកដីល្អហើយរស់ស្មៅហើយទៅហ៊ានសាបហើយរងចាំស្រូវលាស់សំណាបលាស់គ្រប់ខែគ្រប់ថ្ងៃបានហ៊ានដកយកទៅស្ទង់ភ្ជួរដីម្ដងទៀតតម្លប់ដីឲ្យល្អរស់ស្មៅហើយស្ទង់ទៅទៀតស្ទង់មួយថ្ងៃពីរថ្ងៃបើស្រែច្រើនទៅរហូតដល់កន្លះខែអីទៅហើយស្ទង់ហើយត្រូវមើលថែស្មៅការពារក្តាមកាត់ខ្យងកាត់ទុកទឹកបិទទឹកបើកទឹកថែរក្សារហូតដល់ស្រូវផើមរហូតដល់មានផ្ការរហូតដល់ស្រូវដាក់គ្រាប់ហើយដល់ពេលដាក់គ្រាប់ស្រូវចាប់ដើមស្លាបសេកនេះពីដើមសម្បូរសัตว์បំផ្លិចបំផ្លាញគឺថាត្រូវទៅយាមទៅមើលទៅទៀតការពារតាំងពីកណ្ដុរជ្រុកសេកឡើងទៅតម្រាំតែស្រូវបានទុំហើយច្រូតហើយយកមកបោកមកបានយកមករែងសន្តិដាក់ចូលក្នុងជង្រុកទុកគ្រាន់ប្រើប្រាស់នេះអាស្រ័យអីធរអត់ធន់ណាបើគ្មានធរអត់ធន់នៅក្នុងទីនោះទេស្រូវក៏មិនបានជាប្រយោជន៍ដល់ពួកជនដល់ច្រើនដែរយ៉ាងណាមិញវត្តអារាមណែដែលកសាងទៅបានអាស្រ័យសេចក្តីអត់ធន់សង្គមភូមិឃុំស្រុកនិងខេត្តកសាងទៅបានអាស្រ័យសេចក្តីអត់ធន់ដូចគ្នាដែរអត់មានសេចក្តីអត់ធន់ទេណារឿងទាំងអស់ទុកជាអាសាបងលោកទាំងឡាយក៏បីចាំទុកថាជោគជ័យកើតឡើងចំពោះតែមនុស្សមានសេចក្តីអត់ធន់ព្យាយាមតែម្យ៉ាងកុំឲ្យដោយរឿងនិទានដែលគេនិទានលេងថាបរោះកំជិលកើតអ្នកមាននោះវាគ្មានទេលើលោកនោះបើអត់មានសេចក្តីព្យាយាមនៅជាមួយទេខ្ជិលតាមរឿងព្រេងហ្នឹងដេកតក្រហ្នឹងហើយដេកតវេទនាហ្នឹងឯងជឿសាហ្នឹងហើយដេកតែបន់ដេកតែអំពាវនាវក៏អត់កើតចម្រើនដែរបន្តដល់ព្យាយាមនឹងជាបឋមប្រធានលោកទាំងឡាយចាំទុកនៅភាសិតមួយថា
រាល់កិច្ចការដែលសម្រេចទៅបានអាស្រ័យខ្លួនជាអ្នកព្យាយាមធ្វើដោយខ្លួនឯងមិនអាចសង្ឃឹមអ្នកដទៃទេព្រោះអ្នកដទៃមានភារៈរបស់ខ្លួនគេដែរយើងចង់បានផ្ទះល្អគេក៏ចង់បានផ្ទះល្អវត្តគិរីបឹងជុំចង់បានឲ្យគេកសាងស្អាតបាតវត្តដទៃក៏គេចង់ឲ្យកសាងបានស្អាតបាតគ្មាននរណាបំរើផលប្រយោជន៍ឲ្យយើងរហូតទេវាក្រៅតែពីយើងខ្លួនឯងធ្វើផលប្រយោជន៍ឲ្យខ្លួនឯងអ្នកស្រុកខេត្តនេះក៏ចង់បានឲ្យស្រុកទេសខ្លួនឯងល្អប្រសើរអ្នកស្រុកខេត្តដទៃក៏ចង់ឲ្យស្រុកខេត្តគេល្អចៅហ្វាយស្រុកនេះចង់ឲ្យស្រុកខ្លួនឯងអភិវឌ្ឍល្អចៅហ្វាយស្រុកដទៃក៏ចង់ឲ្យខ្លួនគេល្អមេឃុំនេះចង់ឲ្យឃុំខ្លួនឯងល្អប្រសើរមេឃុំដទៃគេចង់ឲ្យឃុំគេល្អប្រសើរអញ្ចឹងមិនមាននរណានឹងមកជួយយើងគ្រប់ពេលគ្រប់វេលាតែជាងយើងជួយខ្លួនយើងទេអញ្ចឹងអ្វីដែលសំខាន់នោះគឺថាគ្មានកិច្ចដែលសម្រាប់ជាប្រយោជន៍ឯណាដោយដទៃឲ្យទាំងស្រុងក្រៅពីយើងប្រឹងប្រែងព្យាយាមដោយខ្លួនឯងទេអញ្ចឹងដើម្បីឲ្យសមិទ្ធផលក្នុងថ្ងៃនេះបានកើតមកជារូបជារាងហើយបន្តកើតឡើងជារូបជារាងទៅទៀតនោះត្រាតលតែយើងធ្វើសេចក្តីអត់ធន់ព្យាយាមនឹងឲ្យច្រើនសេចក្តីអត់ធន់ព្យាយាមបានរបស់មកហើយអ្វីដែលសំខាន់បន្តពីនេះទៅទៀតគឺការថែរក្សាការថែរក្សានេះបឋមប្រធានលើសអ្វីទាំងអស់មនុស្សមួយថ្ងៃថែរក្សាលុយឲ្យបានតែ1000រៀលដែរភ្លេចខ្លួនទៅ1000រៀលហ្នឹងវាឡើងច្រើនដងហើយយ៉ាងណាមិញបើសិនជាមួយថ្ងៃយើងរកទទួលទានបានរាប់សែនក៏ដោយបើមិនមានការថែរក្សាឲ្យគង់វង្សស្ថិរទេបើមិននៅតាំងនៅឲ្យយើងចម្រុងចម្រើនបានទេអញ្ចឹងដូចជាថ្ងៃនេះសមិទ្ធផលណាកសាងថ្មីហើយកុំភ្លេចថែរក្សាផងបើមិនថែរក្សាទេម្លងតែ2ឆ្នាំមើលលែងយល់ហើយអញ្ចឹងគឺសេចក្តីការថែរក្សាហ្នឹងគឺថាចាំបាច់ប្តីប្រពន្ធមុននឹងបានគ្នាខំប្រឹងណាដើម្បីបានគ្នាជាប្តីប្រពន្ធប៉ុន្តែបានមកហើយមិនចេះថែរក្សាគ្នានៅដល់ចាស់ទេនៅដល់ចាស់ទេទៅផ្លូវរៀងខ្លួនតិចហើយអញ្ចឹងវត្តអារាមនេះដូចគ្នាដែរកសាងបានហើយគឺថាថែរក្សាផងបើមិនថែរក្សាទេវាគង់តែរត់ចោលយើងទេហើយអ្វីដែលចាប់ផ្ដើមគួរតែថែរក្សាមុនគេគឺធនធានមនុស្សហ្នឹងហើយប្រសងក៏បីថែរក្សាអាចារ្យគណៈកម្មការដែលល្អអាចារ្យគណៈកម្មការក៏បីថែរក្សាប្រសងដែលល្អប្រសងអាចារ្យគណៈកម្មការក៏បីថែរក្សាបរិស័ទដែលល្អបើមិនថែរក្សាគ្នាទេមកតែម្ដងទេទៅហើយគេឈប់មកហើយខំញ៉ាំច្រើនដែរនៅតែអត់ឡើងគីឡូនៅតែស្កើមរីងរៃបាននិយាយពីដាតវិញដាតសហូបអីគ្មានដឹងរសជាតិអីទេហើយស្បែកស្ងួតស្បែកស្អាតនិយាយទៅស្បែកអត់ភ្លឺថ្លាសោះសម្រាប់បងស្ត្រីដែលកំពុងតែមានអាការៈស្កើមរីងរៃនេះវិញសំបីតែរដូវក៏គាត់ដើរទៀងដែរបងប្អូនបរិស្ត្រីដែលកំពុងតែមានអាការៈដូចខ្ញុំរៀបរាប់ខាងលើនេះបងប្អូនអាចសាកថ្នាំដ៏ល្អនេះបានគឺហូបរយៈពេលខ្លីមានប្រសិទ្ធភាពលឿនពិសាបាន5ថ្ងៃគឺមានអារម្មណ៍ថាត្រជាក់សាច់ជាងមុនស្បែកភ្លឺថ្លាសម្រានលក់ស្រួលដើរខ្យល់ហើយមួយវិញទៀតគឺគីឡូឡើងសន្សឹមសមនឹងកម្ពស់សមនឹងរូបរាងពេញសាច់តែម្ដងបងប្អូនមិនមែនឡើងគីឡូហើយយើងស្ទាបសាច់យើទៅសាច់ភក់ភុលអីអត់ទេបងប្អូនទាំងអស់គ្នាគឺសាច់ទាំងឡើងហាប់ឡើងណែនហើយស្បែកទាំងភ្លឺថ្លាមានអារម្មណ៍ថាមានសំណើមជាងមុនឆ្ងាយតែម្ដងបងប្អូនបន្ទាប់ពីបងប្អូនបានប្រសាថ្នាំនេះរួចក្នុងកំឡុងពេលប្រសាថ្នាំចង់ឲ្យថ្នាំមានប្រសិទ្ធភាពលឿនគឺបងប្អូនត្រូវតមរយៈពេលហូបថ្នាំសិនការតមគឺមាននៅលើកញ្ចប់ស្រាច់ក៏ដូចជាមាននៅក្នុងកេសនិងស្រាច់តែម្ដងថ្នាំខ្មែរខាងបងប្អូនគឺគិតគូរពីអនាម័យខ្ពស់បំផុតបងប្អូនទាំងអស់គ្នាទាំងការហាថ្នាំក៏ដូចជាការវេចខ្ចប់បងប្អូនបានយកថ្នាំទៅគឺអាចកាច់មើលថ្នាំបានគឺថ្នាំហ្នឹងឡើងស្រួយកាច់ទៅលឺទាំងផុសពេលដែលដាំទឹកក្រួយហ្នឹងគឺក្លិនឈ្ងុយដូចតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានជាតិចត់ជាតិល្វីងនៅក្នុងហ្នឹងអត់មានជាតិថែរក្សាថ្នាំទុកឲ្យបានយូរអីអត់ទេបងប្អូនទាំងអស់គ្នាគឺថ្នាំនេះល្អខ្លាំងមែនទេបងប្អូនថ្នាំខ្មែរយើងសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនដែលមានចម្ងល់បន្ថែមចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆាយចម្រើនផ្ទាល់បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើកញ្ចប់នេះស្រេចឬក៏តាក់ទងនៅខាងលេខនៅខាងលើវីដេអូនេះបានទីតាំងខាងបងលក់សុទ្ធគឺស្ថិតនៅខេត្តសៀមរាបហ្វ្រីសេវាដឹកគ្រប់25ខេត្តក្រុងបងប្អូន